បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយនាំបងប្អូនមកតាមដានសត្វឆ្កែដែលវាកំពុងតែនិយាយថាលោកពូបាទហ្នឹងហើយបាទខ្ញុំនាំបងប្អូនមកតាមដានស្ដាប់វានិយាយបន្តិចមកដឹងថាស្អីៗរាប់ពេលទៅញ៉ាំកាយគេម្ដងចំណាយអស់មែនផ្ដើមពីក្អៅពេលផឹកមុនក្អៅនេះខ្ញុំកាត់នៅសេរីសៀសម្រាប់មួយឈុតនេះគឺខ្ញុំកាត់នៅក្នុងតម្លៃ$120រីឯរ៉ូពេលយប់វិញកាត់អត់ទាន់ទេទិញស្រាប់យើងគ្រាន់តែស្រែងតិចទៅដែលខ្ញុំទិញហ្នឹងគឺនៅទូកកសម្រាប់រ៉ូដែលខ្ញុំសៀកហ្នឹងគឺតម្លៃ$150ស្រែហើយគឺដូចរ៉ូកាត់អញ្ចឹងស្អាតខ្ញុំស្រឡាញ់មែនតើអញ្ចឹងសម្រាប់ការផាត់មុខពេលផឹកអត់មានអស់អីទេដោយសារតែខ្ញុំផាត់ខ្លួនឯងប៉ុន្តែនេះជាការផាត់មុខពេលល្ងាចទាំងផាត់មុខទាំងធ្វើសក់ចំណាយខ្ទង់ដូចជា$53ហើយហងការនេះចេះលុយទិញកាបូបថ្មី$14.38ហើយនៅស្បែកជើង$13.31ការចំណាយនេះខ្ញុំអត់បូកបញ្ចូលជាមួយគ្រឿងអលង្ការដោយសារខ្ញុំអត់ទិញអីថ្មីអញ្ចឹងឥឡូវខ្ញុំចំណាយអស់ម៉ានអីមកដឹងថាស្អីៗរាប់ពេលទៅញ៉ាំ